ផ្ទះគឺជាសាលារៀនដំបូងហើយឪពុកម្ដាយគឺជាគ្រូបង្រៀនដំបូងសម្រាប់កូនគំនិតនេះត្រូវបានទទួលស្គាល់ថាជាការអប់រំដ៏មានប្រសិទ្ធភាពតាំងពីសម័យបុរាណកាលរហូតមកដល់ពេលបច្ចុប្បន្ននេះនៅក្នុងសង្គមកុមារត្រូវការរៀនពីជំនាញនៃការរស់នៅច្បាប់ទម្លាប់ឬគោលការណ៍នានាដែលមនុស្សគ្រប់គ្នាត្រូវអនុវត្តជុំវិញខ្លួនពួកគេរាល់ថ្ងៃកុមារអាចរៀនតាមរយៈការធ្វើត្រាប់តាមមនុស្សដែលនៅក្បែរនិងនៅជាប់ជាមួយនឹងពួកគេបំផុតពោលគឺរៀនពីភាពជាគំរូហើយក៏រៀនតាមរយៈការបង្រៀនដោយផ្ទាល់ដែរដូចជាការទំនាក់ទំនងភាសាឥរិយាបថជំនឿនិងគុណតម្លៃក្នុងជីវិតជាដើមឪពុកម្ដាយមានតួនាទីសំខាន់ស្នូលចំនួន3សម្រាប់អប់រំកូនទី1ឪពុកម្ដាយត្រូវផ្ដល់ការអភិវឌ្ឍខួរក្បាលហើយត្រូវធានារៀបចំឲ្យពួកគេបានទៅសាលារៀនតាំងពីវ័យកុមារទី2ឪពុកម្ដាយត្រូវផ្ដល់សុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្តដល់កូនទី3ឪពុកម្ដាយត្រូវផ្ដល់ក្តីស្រឡាញ់និងការជួយគាំទ្រជ្រោមជ្រែងទាំងផ្លូវកាយនិងផ្លូវចិត្តគ្រប់បែបយ៉ាងដល់កូនដើម្បីឲ្យកូនមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ក្នុងការដណ្ដើមបាននូវភាពជោគជ័យក្នុងជីវិតរបស់ពួកគេសេចក្តីលម្អិតនៃបទពិសោធន៍នេះគឺមាននៅក្នុងសៀវភៅជីវិតក្តីស្រឡាញ់កេរដំណែល